ក្រមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជាប្រជាធិបតេយ្យនាពេលសប្តាហ៍ថ្ងៃនេះយ៉ាងណាមិញគឺជាក្រមមនុស្សដែលបានរស់នៅទីនេះចាប់តាំងពីសហវត្សរ៍ទី5មុនគ្រិស្តសករាជមកម្ល៉េះនគរហ្វូណនបុរាណបានគ្រប់គ្រងទឹកដីធំធេងជាងគេហើយក្នុងកំឡុងសម័យនោះដែរវប្បធម៌នគរហ្វូណនបានរងឥទ្ធិពលពីព្រហ្មញ្ញសាសនាយ៉ាងខ្លាំងក្លាដែលនាំឲ្យមានសកម្មភាពសង្គមសេដ្ឋកិច្ចដ៏យូរអង្វែងទៅវិញទៅមកជាមួយពួកដៃគូពាណិជ្ជកម្មតាមមាត់សមុទ្រក្នុងឥណ្ឌូមណ្ឌលនៅភាគខាងលិចកំណត់ត្រាពិស្ដារស្ដីពីរចនាសម្ព័ន្ធនយោបាយមួយលើទឹកដីនៅត្រង់កម្ពុជាសប្តាហ៍ថ្ងៃនេះដំបូងលេចឡើងក្នុងវគ្គសវណ្ណវត្តចិនដែលគេដាក់ឈ្មោះថាហ្វូណនជានយោបាយយ៉ាងមួយដែលស្ថិតនៅបរិវេណប៉ែកខាងត្បូងបង្អស់នៃទៀបកោះឥណ្ឌូចិនកាលពីសតវត្សទី1ដល់ទី6ជិតដល់សតវត្សទី6អរិយធម៌មួយដែលគេបានប្រសិទ្ធនាមថាចេនឡាក្នុងបណ្ដាវគ្គសវណ្ណវត្តចិនបានចូលខ្លួនមកជំនួសរដ្ឋហ្វូណនហើយបានចាក់គ្រឹះយ៉ាងរឹងមាំគ្រានោះដែរវាបានគ្រប់គ្រងផ្ទៃដីដ៏ធំដែលតែងតែរីករួមទឹកដីក្នុងរង្វង់បរិវេណឧបទ្វីបឥណ្ឌូចិនហើយវាត្រូវបានគេពោលថាជារដ្ឋដែលមានមជ្ឈមណ្ឌលអំណាចជាច្រើនទៀតលើសពីមួយអធិរាជអាណាចក្រខ្មែរស្គាល់នៅយុគមាសក្នុងសតវត្សទី9ដល់ទី13នៅពេលនោះសំណង់អគារប្រាសាទធំក៏ត្រូវបានគេសាងសង់ឡើងសំណង់ដែលគួរឲ្យកត់សម្គាល់បំផុតគឺប្រាសាទអង្គរវត្តអធិរាជអាណាចក្រខ្មែរត្រូវបានបង្កើតឡើងនៅគៀកនឹងដើមសតវត្សទី9ខ្លឹមសារយោងយកតាមសេចក្តីនិយាយអំពីពិធីអត្តយានចរិកម្មនិងប្រសិទ្ធិបែបទេវៈជាពិធីធ្វើឡើងដើម្បីបញ្ជាក់ភាពស្របច្បាប់ខាងនយោបាយដល់ស្ថាបនិកនៃអាណាចក្រនេះព្រះបាទជ័យវរ្ម័នទី3ដែលធ្វើនៅលើកំពូលភ្នំគូលែនមហេន្ទរប្រវត្តិនៅឆ្នាំគ្រិស្តសករាជ802ការស្នងរាជរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិឫទ្ធិជាច្រើនអង្គក៏បានបន្តលទ្ធិទេវរាជដោយបានស្នងរាជបន្តចាប់ពីសម័យអរិយធម៌ខ្មែរបុរាណរហូតដល់សតវត្សទី11សន្តិវង្សខ្មែរមួយដែលមានដើមកំណើតពីក្សត្របុរៈមួយបានកាន់ពុទ្ធសាសនាតែមិនបានខ្ជាប់ខ្ជួនជាសាសនារបស់ខត្តិយវង្សឡើយហើយក៏ជាលទ្ធផលនៃការធ្វើឲ្យបែកបាក់អំណាចកណ្ដាលផងដែរពងសាវតាខត្តិយវង្សថ្មីនេះបានបញ្ចប់នៅសតវត្សទី14មហាសមិទ្ធកម្មខាងរដ្ឋបាលកសិកម្មស្ថាបត្យកម្មធារាសាស្ត្រគមនាគមន៍ការរៀបគម្រោងនគរូបនីយកម្មនិងសិល្បៈគឺជាសក្ខីភាពនៃអរិយធម៌ដែលបានច្នៃប្រឌិតឡើងនិងមានវឌ្ឍនភាពសឲ្យឃើញក្នុងសំណង់ដ៏ស្មុគស្មាញរបស់រាជវង្សទាំងនោះហើយក៏ក្លាយជាមូលដ្ឋានគ្រឹះនៃកេរដំណែលវប្បធម៌នៅអាស៊ីអាគ្នេយ៍